ហើយអក្សរ L និង A នេះគឺ L គឺ left A គឺ right L ខាងឆ្វេងនិងខាងស្ដាំអញ្ចឹងបើសិនយើងចង់សេរីកញ្ចក់ផ្នែកខាងឆ្វេងបានថាយើងវិលទៅអក្សរ L ដើម្បីទាញវាមកក្រោមកញ្ចក់នឹងធ្លាក់មកក្រោមដូចនេះបើយើងរុញវាទៅលើកញ្ចក់នឹងទាញទៅលើបើសិនជាយើងចង់មើលឲ្យខាត់ខាងក្រៅទៅយើងសេរីវាចេញក្រៅតិចមកយើងទាញមកខាងឆ្វេងធ្វើអញ្ចឹងដូចគ្នាសម្រាប់ផ្នែកខាងស្ដាំអញ្ចឹងបើយើងបវលមកអក្សរ A មកគឺយើងសេរីផ្នែកខាងស្ដាំវិញចឹងអស់នៅលើដៃទ្វារនេះបន្តមកទៀតខាងនេះគឺជាកន្លែងយើងបើកដើម្បីចាក់ម៉ាស៊ូតទាញឲ្យខ្លាំងទៅគឺកន្លែងបើកម៉ាស៊ូតគឺវាបើកហើយផ្នែកខាងនេះគឺបើកដំបូលម៉ាស៊ីនកន្លែងយើងបើកមើលម៉ាស៊ីនទាញឲ្យខ្លាំងដោយសារវាប្រើកាបផ្នែកខាងក្នុងនៅលើដៃចង្កូតគឺយើងមានកន្លែងដែលយើងអាចសេរីប្រព័ន្ធកំសាន្តអានេះកន្លែងបូកនេះគឺថែមសំឡេងថយសំឡេងមួយនេះគឺបដូរបទចម្រៀងឬក៏បដូរប៉ុសវិទ្យុម៉ូដនេះយើងចុចឧទាហរណ៍ថាឥឡូវយើងកំពុងបើកវិទ្យុបន្តមកទៀតយើងចង់ដូរពីវិទ្យុទៅជា CD ឬក៏ VCD ឬក៏ Bluetooth អានេះយើងអាចចុចមួយមកគឺវាដូរប្រព័ន្ធកំសាន្តនេះ Voice Command នេះសម្រាប់បញ្ជាដោយប្រើភាសាការនិយាយតែនេះស្ដាប់ជាភាសាអង់គ្លេសរូបនេះគឺលើកទូរស័ព្ទកាន់តែយើងភ្ជាប់ Bluetooth ហើយយើងអាចលើកទូរស័ព្ទពីនេះបានរូបមួយនេះគឺបិទទូរស័ព្ទកាន់តែភ្ជាប់ Bluetooth ហើយមានគេទេមកយើងចង់ចុចបិទចុចលើនឹងមួយបាននេះកណ្ដាលនេះគឺ display អូខេនេះគឺប៊ូតុងនេះគឺសម្រាប់បញ្ជាទៅលើ MID ដែលពាក្យពេញវាគឺ Multi Information Display ដែលយើងអាចមើលពីព័ត៌មានផ្សេងដូរភាសាអីហ្នឹងអញ្ចឹងយើងមានព្រួញខាងនេះមានព្រួញឆ្វេងស្ដាំលើក្រោមនិងអូខេនេះព្រួញត្រឡប់ក្រោយអានេះព្រួញ menu ខ្ញុំចង់មកមើលព័ត៌មានទូទៅអក្សរ I នេះអញ្ចឹងយើងមានផ្នែកខាងលើនេះកម្រិតនៃការស៊ីប្រេង100គីឡូស៊ីម៉ាន់លីត្រនេះគេដាក់ថា10លីត្រក្នុង100គីឡូជាក់ស្ដែងវាស៊ីតិចជាងនេះអានេះបន្ទាប់ពីគេ reset អានេះដោយសារយើង reset បានណាកម្រិតស៊ីប្រេងវាគេដាក់ 7.1 លីត្រអញ្ចឹងស្តង់ដារវាគឺ7ទៅ8លីត្រដោយសារវាប្រើម៉ាស៊ីន 2.8 បើមិនយើងចុចចុះក្រោមមកទៀតមានព័ត៌មាននេះនៅពេលដែលយើងពងបើកហ្មងគឺវានឹងបង្ហាញកម្រិតស៊ីប្រេងរបស់យើងកម្រិតណាយើងជន់ខ្លាំងវាឡើងមកខ្លាំងបើយើងជន់ថ្នមក៏កម្រិតនៃការស៊ីប្រេងវាបង្ហាញតិចដែរនឹងពេលបើកបញ្ចេញបើយើងចុចចុះមកក្រោមបន្តិចទៀតបង្ហាញពីរ៉ែងពាក្យថារ៉ែងនេះគឺកម្រិតប្រេងក្នុងធុងប្រើបាន228គីឡូនេះមួយកាំនេះគឺប្រើបាន228គីឡូម៉ែត្រអាហ្នឹងវាប្រែប្រួលទៅអាស្រ័យទៅលើការជន់របស់យើងដែរបើមិនជាបងប្អូនជន់វាបង្ខំកម្រិតស៊ីប្រេងគិតជាគីឡូម៉ែត្រក្នុង1លីត្រហ្នឹងលីត្រក្នុង1គីឡូលីត្រក្នុង100គីឡូម៉ែត្រវាប្រែប្រួលអារ៉ែងនេះក៏ប្រែប្រួលដូចគ្នាមួយនេះគឺលបឿនជាមធ្យមអញ្ចឹងបើមិនជាបងប្អូនជិះផ្លូវលបឿនលឿនវានឹងគណនាចេញមកថាយើងជិះ90 100វាគណនាចេញមកយើងអាច8ឬក៏9វិញតែបើមិនជាយើងជិះតិចទេវានឹងគណនាគិតជាមធ្យមគឺ29គីឡូម៉ែត្រក្នុងម៉ោងអីតិចនេះយើងចុចក្រោមមកមួយទៀតគឺអានេះ Eco Indicator ដែរប្រជាបន្ទុកនៅពេលដែលយើងបើកបោកគឺវាលើបង្ហាញថាវាថាកម្រិតនៃការប្រើរបស់យើងគឺសំចៃបានកម្រិតណានេះមិញទេដូចគ្នាទេហើយពាក្យថា audio នេះគឺ odometer គីឡូរបស់យើងគិតជាគីឡូម៉ែត្រអញ្ចឹងវា 218,000 គីឡូម៉ែត្រតមកទៀតបងប្អូនឃើញឥឡូវនេះគឺយើងនៅកន្លែងអក្សរ I អញ្ចឹងបើសិនជាបងប្អូនចុចមកខាងស្ដាំមកក៏ចេញចូលជាប្រព័ន្ធកំសាន្តរូបចម្រៀងហ្នឹងយើងចុចមកខាងនេះមកអញ្ចឹងបើសិនជាបងប្អូនចង់បដូរប្រព័ន្ធកំសាន្តឬក៏ដូរបទចម្រៀងស្ដាប់ពី Bluetooth ឬក៏ទៅ CD វិញយើងចុច OK ចុចកណ្ដាលមកហើយយើងអាចចូលបានមានទាំងអស់នេះអញ្ចឹងថាប្រព័ន្ធកំសាន្តយើងអាចប្រើលើដៃចង្កូតនេះក៏បានឬក៏ចុចពី touch screen នេះមកក៏បានដែរ